sự nặng này là không mấy đến nhưng năng màu bình vô bẹp bọn chúng mới nắng má reproductive system rồi có bộ quan bình tộc bụi bằng một bằng trắng này còn bắt đầu bộ quan bình tộc bụi bằng một bằng nếu nhưng tộc hiện chúng mới được khổ vậy thế cứ hiện tròn này bàn tay nhưng mà cho nặng này do ở bên thảo tròn p cuộc mà bảo dương là tôi giọt màn anh trắng nhưng trong nặng này mà mờ nó không the whole picture bạn nghe nghe đầm bây giờ cuộc mà bảo dương nghe xua trong chấm rồi có bị anatomy rồi có vềแบบxanh được không bộ quan reproductive system nặng này ok trắng bộ quan reproductive system được bằng một bằng này cứ dương hao thá mà reproductive system nó ok mà reproductive system ok mà reproductive system nóคือcái bang chạy trên chỉ pí thì mỗiคือ external ផ្នែកខាងក្រៅជាមួយខ្ញុំ highlight ឲ្យមើលផ្នែកខាងក្រៅនេះផ្នែកខាងក្រៅនេះអានេះគេហៅថា external external ហើយបន្តមកទៀតគឺផ្នែកខាងក្នុងនេះផ្នែកខាងក្នុងនេះគឺគេហៅថា internal internal អូខេអញ្ចឹងយើងយល់ណាអញ្ចឹងយើងមកមើលផ្នែកខាងក្រៅទាំងគ្នាអញ្ចឹងខ្ញុំសុំលុបសិនដើម្បីអ្នកគ្នាស្រួលមើលរូបណាអូខេផ្នែកខាងក្រៅផ្នែកខាងក្រៅចង់ខ្ញុំផ្ដើមចេញពីអក្សរ J មុនណានេះផ្នែកខាងក្រៅនេះគឺយើងហៅថាស្បែកគ្រប់លឹងស្បែកគ្រប់លឹងឈ្មោះជា anatomy ហៅថា scrotum scrotum វាគឺជាស្បែកគ្រប់លឹងវាមានតួនាទីដើម្បីការពារឬក៏ protect សំទោសស្បែកគ្រប់ពងស្វាស្បែកគ្រប់ពងស្វាវាមានតួនាទីការពារឬក៏ protect ពងស្វារបស់យើងមួយទៀតគឺគ្រប់គ្រងស្ថានភាពនៅក្នុងពងស្វាជាទូទៅពងស្វាជាកន្លែងផលិតមេជីវិតឬក៏ sperm ដូច្នេះហើយ scrotum នេះគឺវាមានតួនាទីដើម្បីធ្វើឲ្យពងស្វារក្សាស្ថានភាពឲ្យតិចជាងរាងកាយមនុស្សយើងប្រហែលជា2ទៅ3អង្សាសេអញ្ចឹងថាពេលយើងទៅកន្លែងត្រជាក់ឬទៅកន្លែងក្តៅស្ថានភាពនៅក្នុងពងស្វារបស់យើងអាចទៀតជាស្ថានភាពខ្លួនរបស់យើងអូខេអញ្ចឹងកន្លែងនេះគឺអក្សរ J ផ្នែកខាងក្រៅមុនគឺហៅថា foreskin sorry អូខេ foreskin foreskin នេះចំពោះសាសនាមូស្លីមគឺគេកាត់កន្លែង foreskin នឹងចោលដោយសារតែ foreskin នេះតាមការសិក្សាខ្លះវាគឺជាកន្លែងភ្នាក់ងារបង្កមេរោគដូចគ្នាដែរអញ្ចឹងចំពោះមនុស្សប្រដៅចម្លង HPV ទៅមនុស្សស្រីភាគច្រើនមេរោគវានៅកន្លែងក្នុងចេះសម្អាតអីអញ្ចឹងទៅវាអាចនឹងមានពពុះបាក់តេរីខ្លះមិនល្អបានដូច្នេះហើយជនជាតិមូស្លីមគេអាចនឹងកាត់កន្លែង foreskin នឹងចោលបន្តមកទៀតអក្សរ K នេះគឺយើងហៅថា pineal gland pineal gland អូខេលុបអានេះចេញសិន pineal gland គឺជាក្បាលលឹងអញ្ចឹងក្បាលលឹងគឺវាមានរបៀបចេះជាមួយឲ្យមើលរូបណាក្បាលលឹងអត់មានរូបឲ្យមើលគឺមើលរូបហ្នឹងហ្មងទៅអូខេក្បាលលឹងគឺវាមានកន្លែងនេះវាប៉ោងអញ្ចឹងណានេះក្បាលលឹងណាអញ្ចឹងមុខងារកន្លែងក្បាលលឹងនេះគឺមានតួនាទីដើម្បីទាញយកសារធាតុរាវពេលដែលយើងរួមភេទពីយោនីឬក៏ប្រដាប់ភេទរបស់មនុស្សស្រីអញ្ចឹងមានន័យថាប្រព័ន្ធជាធម្មជាតិការបន្តពូជរបស់មនុស្សយើងគឺដោយសារការដាក់លឹងបញ្ចូលទៅក្នុងយោនីដើម្បីបន្តពូជអញ្ចឹងកន្លែងក្បាលលឹងនេះគឺឧទាហរណ៍មិនលឹងនៅក្នុងយោនីឬក៏ប្រព័ន្ធប្រដាប់ពូជរបស់មនុស្សស្ត្រីហ្នឹងវាមានសារធាតុរាវអីមួយអញ្ចឹងក្បាលលឹងហ្នឹងមានតួនាទីយកសារធាតុរាវហ្នឹងចេញអញ្ចឹងឧទាហរណ៍ពេលដែលយើងបញ្ចេញទឹកកាមថាយើងរួមភេទហើយបញ្ចេញទឹកកាមលឹងរបស់យើងទន់អញ្ចឹងមានន័យថាការពារកុំឲ្យយើងដាក់ចូលម្ដងទៀតដើម្បីទាញយកសារធាតុរាវឬក៏ទឹកកាមដែលយើងបញ្ចេញចូលទៅក្នុងយោនីហ្នឹងត្រឡប់មកវិញអានេះគឺជាធម្មជាតិដែលប្រព័ន្ធរាងកាយមនុស្សយើងបង្កើតឡើងអញ្ចឹងយើងអាចយល់បានថាថៃអីបានជាលឹងក្បាលលឹងរបស់យើងមានរូបរាងបែបហ្នឹងអញ្ចឹងណាអូខេអញ្ចឹងនៅក្នុងអក្សរ J អក្សរ I អក្សរ L នេះព័ទ្ធជុំវិញនេះគឺគេហៅថា penis លឹងនឹងឯង penis អូខេអញ្ចឹងផ្នែកខាងក្រៅអស់ហើយយើងចូលមកដល់ផ្នែកខាងក្នុងវិញម្ដង internal វិញម្ដងអញ្ចឹង internal នេះគឺយើងផ្ដើមពីអក្សរ H មុនទៅនេះអក្សរ H ជាមួយខ្ញុំ highlight មើលនេះអូខេខ្ញុំ highlight នេះគឺយើងហៅថា testis ឬក៏ពងស្វារបស់យើងនឹងឯង testis ពងស្វាអញ្ចឹងពងស្វារបស់យើងមានតួនាទីផលិតមេជីវិតណោះផលិតមេជីវិតអញ្ចឹងមេជីវិតនឹងវាផលិតបែបណាខ្ញុំនឹងបញ្យល់អ្នកនរគ្នាបន្តទៀតអញ្ចឹងណាអញ្ចឹងឥឡូវនេះយើងហ៊ានដឹងពីអវយវៈមួយរបស់វាសិនអញ្ចឹងណាអូខេអញ្ចឹងបន្តមកទៀតគឺអក្សរ G ជាមួយខ្ញុំ highlight មើលអក្សរ G កន្លែងនេះណានេះកន្លែងនេះអញ្ចឹងកន្លែងអក្សរ G នេះគឺយើងហៅថា epididymis epididymis ហ្នឹងជាកន្លែងដែលស្តុកទុកមេជីវិតដែលអត់ទាន់ debate មានន័យថាវាអត់ទាន់គ្រប់ការមានថាពេលដែលពងស្វាផលិតចេញមកក៏អត់ទាន់គ្រប់ការត្រូវតែស្តុកទុកនៅក្នុង epididymis សិនដើម្បីបរិញ្ញាប្រហាត់ក្នុងការហែអញ្ចឹងនិយាយខ្ញុំនឹងបញ្យល់អញ្ចឹងណាអូខេអញ្ចឹងអាកន្លែងបំពង់មួយនេះតបជាប់ពី epididymis នៅពងស្វារបស់យើងនេះបំពង់មួយនេះគឺយើងហៅថា different was ឬក៏បាន different ដាស់ក៏បានដែរ different ដាស់ក៏បានឬក៏ west ក៏បានអញ្ចឹងគឺបំពង់បង្ហូរទឹកកាមអញ្ចឹងនៅពេលដែលយើងមេជីវិតរបស់យើងហ្វឹកហាត់នៅក្នុង epididymis ហ្នឹងគឺមានថាយើង graduate តែគាត់ចេះហាត់ចេះអីអញ្ចឹងវាហូរចូលទៅក្នុងបំពង់ហ្នឹងដើម្បី stop ទុកអញ្ចឹងណាអូខេបន្ទាប់មកទៀតគឺអក្សរ L នេះគឺជារុនគូតរបស់យើងអង់គ្លេសគេថា anus អូខេនេះអត់សំខាន់ទេបន្ទាប់មកទៀតគឺអក្សរ D នេះកន្លែងនេះជាមួយខ្ញុំ highlight ឲ្យមើលនេះអក្សរ D កន្លែងនេះអត់ឃើញទេអក្សរ D នេះមកបំពង់នេះ
នេះមកវងកន្លែងកពេញទូចមួយនេះគឺអក្សរដេគឺយើងហៅថាដូចជា bull o u retral buburetral buburetral នេះគឺមានន័យផលិតទឹករំអិលអញ្ចឹងនៅពេលដែលយើងរួមភេទគឺកពេញនឹងបញ្ចេញទឹករំអិលដើម្បីជៀសវាងការដាច់រលាត់ការឆ្លងមេរោគផ្សេងៗអញ្ចឹងវាដូចពេលយើងរួមភេទយើងមាន pre com អីអញ្ចឹងតែអាហ្នឹងគឺវាចេញពីកពេញនឹងឯងអូខេបន្ទាប់មកទៀតគឺចូលមកដល់កពេញនេះពេញនេះគឺអក្សរសេកពេញនេះគឺយើងហៅថា prostate gland កពេញ prostate នឹងឯងដាក់មកនេះវិញ prostate gland AND អូខេ prostate gland នេះមានទូនាទីបែបណា prostate gland នេះវាដើរទូនាទីប្រហែលជា4 ទៅ 10% គឺប្រហែលជា30 ទៅ 40% ផលិតសារធាតុចិញ្ចឹមនិងជួយសម្របសម្រួល pH នៅក្នុង sperm អញ្ចឹងពេលដែល sperm យើងបញ្ចេញមកត្រូវឆ្លងកាត់អា prostate gland ហ្នឹងហើយអញ្ចឹង prostate gland ហ្នឹងគឺវាមានទូនាទីដើម្បីធ្វើឲ្យ sperm របស់យើងមេជ្ឈរបស់យើងរឹងមាំឬក៏គេហៅថាមានសារធាតុមួយយ៉ាងគឺហៅថាprostate glanding prostate glandingនេះគឺជាសារធាតុម្យ៉ាងធ្វើឲ្យមេជីវិតរបស់យើងដូចនេះមេជីវិតរបស់យើងមានកតុយមានអីចឹងមើលអញ្ចឹង prostate glanding ហ្នឹងវាជួយឲ្យមេជីវិតរបស់យើងហ្នឹងហែលបានលឿនដោយការបាក់កតុយហែលចូលទៅក្នុងការបង្កកំណត់ដែលនៅក្នុង1 ពី 3 ផ្នែកខាងក្រៅនៃមាត់ស្បូតដៃស្បូតណាអញ្ចឹងវាហែលទៅកន្លែងហ្នឹងបានលឿននឹងឯងអញ្ចឹងអាកន្លែងហ្នឹងក៏វាជួយទូនាទីកន្លែងហ្នឹងដែរហើយមួយទៀតវាជួយសម្រាប់សម្រួល pH មួយទៀតគឺសម្រាប់សម្រួល pH ហ្នឹងមិនដោយសារតែនៅក្នុងមាត់ទ្វារមានរបស់ស្ត្រីគឺ pH ជាអាស៊ីតដូច្នេះហើយវាត្រូវធ្វើយ៉ាងណាដើម្បីឲ្យមេជីវិតរបស់យើងហ្នឹង pH ជាបាសដើម្បីទៅបន្សាបជាតិអាស៊ីតធ្វើឲ្យ sperm របស់យើងហូរចូលទៅដល់រលូនដល់មានការខូចខាតគុណភាព sperm ឬក៏ sperm ថយចុះនៃ quality របស់ sperm អីចឹងទៅអញ្ចឹងអាហ្នឹងក៏វាដើរតួសំខាន់ផងដែរអូខេអញ្ចឹងខ្ញុំសុំលុបកន្លែងនេះសិនដើម្បីកុំឲ្យយើងស្រួលពិបាកមើលរូបចឹងនៅកន្លែងនេះ prostate gland ណាអញ្ចឹងរូបបន្តទៀតគឺអក្សរ B គឺនៅកន្លែងនេះបំពង់តភ្ជាប់ពីនេះមួយទៅនេះមួយដូចដៃជាពីមនេះដៃជាពីមនេះគេហៅ ejaculatory duct ejaculatory duct អូខេ ejaculatory duct នេះគឺជាបំពង់បញ្ចេញទឹកកាមគឺពេលដែលយើងបង្កើតទីមកវាត្រូវស្តុកចូលក្នុង epididymis ហ្នឹងអញ្ចឹងពេលដែលវាពេញវ័យ graduate ពី epididymis ហ្នឹងមានថា sperm របស់យើងហ្នឹងមេជ្ឈរបស់យើងហ្នឹងគឺគ្រប់កាយអាចបន្តពូជបានអញ្ចឹងវាឡើងចូលទៅក្នុងបំពង់ deferent duct អញ្ចឹងបំពង់ deferent duct នេះវាត្រូវមកឆ្លងកាត់សិនអញ្ចឹងបន្តមកទៀតអូខេខ្ញុំច្រឡំអានេះមិននៅ A ទេអានេះនៅ B នេះនៅ B មិនទេអូខេលុបមកទៅអូខេ ejaculatory duct A ចំហុកហ្នឹងមិនទៅជាអញ្ចឹងអូខេអញ្ចឹងដាក់កាត់កុំតិចមិនទេអូខេអញ្ចឹងរូបហ្នឹងនៅ B ណារូបហ្នឹងនៅ B ច្រឡំដាក់ A នៅ B ហ្នឹងគឺយើងហៅថា ejaculatory duct អូខេ ejaculatory duct ហ្នឹងគឺជាបំពង់បង្ហូរទឹកកាមឬក៏បំពង់បង្ហូរមេជីវិតនឹងឯងអញ្ចឹងខ្ញុំសូមលុបបន្តិចណាអញ្ចឹងបន្តមកទៀតរូប A ចុងក្រោយនេះកពេញនេះណាអញ្ចឹងអាកន្លែងកពេញហ្នឹងគឺយើងហៅថា seminal vesicle seminal vesicle ហ្នឹងគឺជាកពេញគេ seminal vesicle ហ្នឹងគឺជាកពេញផលិតសារធាតុចិញ្ចឹមដល់ sperm របស់យើងអញ្ចឹងពេលដែល sperm របស់យើងស្តុកទុកនៅក្នុងអាបំពង់ different duct នេះណាអា different duct ខ្ញុំប្រាប់នេះ different duct នេះគឺវាត្រូវតែបញ្ចេញមកតាមកពេញមួយនេះគឺហៅថាបំពង់បង្ហូរទឹកកាមយើងហៅថា ejaculatory ហ្នឹងអញ្ចឹងមុននឹងបំហូរហ្នឹងវាត្រូវមានសារធាតុចិញ្ចឹមសិនវាអាចទៅដែលអត់មានកម្លាំងអត់មានសារធាតុចិញ្ចឹមអីអញ្ចឹងនៅក្នុងអាកពេញ seminal vesicle នេះគឺវាផលិតសារធាតុចិញ្ចឹមដែលជាពិសេសហ្នឹងប្រហែលជា60 ទៅ 70% ហើយនៅក្នុងហ្នឹងគឺជា score fructose ហ្នឹងឯង score fructose ហ្នឹងហើយអញ្ចឹងនៅក្នុងពេញហ្នឹងវាផលិត score fructose ឬក៏សារធាតុផ្សេងៗទៀតដើម្បីចិញ្ចឹម sperm របស់យើងដើម្បីធ្វើដំណើរបញ្ចេញតាមអាបំពង់ ejaculatory ហ្នឹងចូលទៅក្នុងប្រដាប់បន្តពូជរបស់មនុស្សស្រីដើម្បីធ្វើឲ្យ sperm របស់យើងមានកម្លាំងហែលទៅធ្វើការបន្តពូជនឹងឯងអញ្ចឹងអានេះគឺជាកពេញនឹងផងឯងអូខេអញ្ចឹងយើងងាកមកមើលខាងនេះវិញគឺវាមានអត់មានអីច្រើនទេគឺវាយើងប្រកាសជាស្គាល់ហើយនេះអាកពេញដែលវាបង្ហូរមកតភ្ជាប់គ្នាមកនេះគឺជាកពេញបង្ហូរនោមនឹងឯងកពេញបង្ហូរនោមនេះហៅថា urethra tube ឬក៏ urethra tube ហ្មងទៅ tube ក៏បានដែរអាហ្នឹងយើងដឹង urethra ហ្នឹងគឺបំពេញបង្ហូរនោមហើយបន្ទាប់មកទៀតអានេះគឺដូចតែគ្នាទេអានេះគឺដូចជាមួយនឹងអា different duct ដែរកពេញផ្ទុកបំពង់ទឹកកាមឬក៏មេជីវិតនឹងឯង different duct ហើយអក្សរ O នេះគឺផ្លោកនោមរបស់យើងផ្លោកនោមគឺ blender អូខេអញ្ចឹង
នៅក្នុង anatomy របស់ប្រដាប់បន្តពុតមនុស្សប្រុសរបស់យើងគឺមានអវយវៈសំខាន់ប៉ុណ្ណឹងអញ្ចឹងខ្ញុំមកងាកមកមើលផ្នែកខាងក្រៅឲ្យលម្អិតបន្តិចព្រោះដោយសារនេះគឺយើងនិយាយតែឈ្មោះវាទេយើងលម្អិតនៅខាងក្នុងអញ្ចឹងខ្ញុំសូមលម្អិតខាងក្រៅតិចអញ្ចឹងនៅខាងក្រៅរបស់យើងនេះគឺជារូប anatomy ដែលគេកាត់លឹងរបស់យើងពាក់កណ្ដាលណានេះកន្លែងនេះដែលគេកាត់កន្លែងនេះអញ្ចឹងណាអញ្ចឹងគេកាត់កន្លែងនេះមកគឺឃើញមានកន្លែងនេះមួយកន្លែងនេះមួយនិងកន្លែងនេះមួយអញ្ចឹងដូចខ្ញុំប្រាប់មិញកន្លែងកន្លែងគេចង្អុលនេះគឺហៅថា urethra បំពង់ហោនោមរបស់យើងអញ្ចឹងនៅក្នុងហ្នឹងគឺវាមានបែងចែកចេញជាពីរសាច់ដែលយើងហៅថា erectile tissue erectile tissue ហ្នឹងគឺជាជាលិកាដែលអាចធ្វើឲ្យរឹងឬក៏ទន់បានជាលិកាដែលយើងអាចយើងនិយាយទៅគឺវាអាចប្រែកាយបានវាស្រួលស្ដាប់ណាអញ្ចឹងលឹងមនុស្សប្រុសពេលដែលវារឹង erectile ឬក៏ erection ពេលដែលវាមាន erection មានថាវារឹងអញ្ចឹងអា tissue ឬក៏ជាលិកាហ្នឹងឈាមវាតាមនឹង wine នេះ blood vessel នេះវាឆ្លង wine blood vessel នេះវាតាមនឹងហើយនៅជុំវិញហ្នឹងក៏វាមាន nerve ដែរគឺមានបញ្ជាពេលដែលយើងរួមភេទឬក៏យើងមានអារម្មណ៍ថាខួរក្បាលរបស់យើង relax ខួរក្បាលរបស់យើងបែបណាគឺដោយសារតែ nerve នឹងឯងអញ្ចឹង vessel នេះគឺវាបង្ហូរឈាមដឹកនាំ oxygen ដឹកនាំឈាមចូលទៅក្នុងអាកន្លែងដែលហៅថា tissue នេះធ្វើឲ្យលឹងរបស់យើងរឹងអញ្ចឹង tissue ហ្នឹងគឺមានឈ្មោះថាសំទោសឈ្មោះថានេះឯង corpus ប៉ុណ្នេះ corpus cavernosum corpus cavernosum ហ្នឹងផ្នែកលើសងខាងដូចគ្នាណានេះពីរនេះគឺយើងហៅថា corpus cavernosum អូខេអញ្ចឹងអាកន្លែងក្រោមដែលព័ទ្ធជុំវិញបំពង់មហោនំនេះគឺយើងហៅថា corpus spongiosum corpus spongiosum អញ្ចឹងវាមានពីរនឹងឯងអូខេអានេះគឺជារូបមាន lymph node មានអីអញ្ចឹងទៅដែលយើងបាត់ដឹងតែយើងគ្រាន់តែរៀនស្គាល់សិនក៏បានដែរអញ្ចឹងអូខេខ្ញុំនឹងមកបញ្យល់ពាក់ព័ន្ធជាមួយនឹងការផលិតមេជីវិតអញ្ចឹងថា sperm របស់យើងផលិតនៅកន្លែងណាដូចយើងដឹងហើយថានៅកន្លែង sperm របស់យើងហ្នឹងគឺផលិតនៅក្នុងពងស្វាអញ្ចឹងនៅក្នុងពងស្វាហ្នឹងគឺវាមានកពេញមូលនេះកពេញមូលហ្នឹងកពេញមូលហ្នឹងគឺយើងហៅថា seminiferous tubule seminiferous tubule នេះ seminiferous tubule អញ្ចឹង seminiferous tubule ហ្នឹងគឺជាកន្លែងផលិត sperm ដែលមាននៅក្នុងពងស្វារបស់យើងនឹងឯងអញ្ចឹងពេលដែលយើងផលិត sperm ហ្នឹងគឺនេះពេលដែលយើងផលិត sperm ហ្នឹងគឺវាមានការចូលរួមពី cell ចំនួន2 cell ចំនួន2ពេលយើងរៀនម៉ោងphysiology យើងប្រកាសជាដឹងហើយថាការផលិតហ្នឹងបែបណាហើយមេរៀន hormone យើងដឹងហើយអញ្ចឹងក្នុង cell ហ្នឹងគឺមាន2ជាមួយខ្ញុំប្រាប់ cell ទី1ឈ្មោះថា Leydig cell cell ទី2ហៅថា Sertoli cell អញ្ចឹងអា landing នេះវាផលិត testosterone landing នេះផលិត testosterone ហើយអា Sertoli នេះវាផលិត hormone ចំនួន3យើងហៅថា ABP អានេះបានមកពី androgen នេះ androgen hormone ភេទអានេះខ្ញុំភ្លេចបាត់ហើយឈ្មោះវាពេលយើងទៅរៀនទៅមុខទៀតយើងដឹងអានេះគឺជា protein អញ្ចឹង protein អញ្ចឹង cell ពីរហ្នឹងវាគ្រប់គ្រងដោយការបញ្ចេញ cell ដើម្បីសំយោគចេញ hormone ពីរនេះដោយកពេញ central nerve របស់យើងឬក៏ hypothalamus អញ្ចឹងកពេញហ្នឹងវាធ្វើការជាមួយនឹង cell បញ្ចេញរបស់យើងហ្នឹងដើម្បីឲ្យថា cell ឯងត្រូវដល់មកផលិត hormone នេះហើយអញ្ចឹងផលិតអញ្ចឹងមានថាគ្រប់វិនាទីរបស់យើងផលិតរហូតអញ្ចឹងណាអញ្ចឹងនៅក្នុងពងស្វារបស់មនុស្សប្រុសយើងគឺផលិតមេជីវិតរហូតប៉ុន្តែមេជីវិតដែលអត់ទាន់បានរួមភេទកើតដែលអាចបង្កសន្ទុះដែលបានបង្កកំណត់កើតនេះគឺត្រូវឲ្យចូលមកក្នុងហ្វឹកហាត់កាយ deeper discrimination នេះចូលនៅក្នុង deeper discrimination ដើម្បីហ្វឹកហាត់វាហាត់ហ៊ានអញ្ចឹងណាអញ្ចឹងបើយើងទើបតែចូលត្បូងគេអត់ឲ្យទៅបាញ់ភ្លាមទេតែយើងចូលមកក្នុង deeper discrimination បានគេនាំមកចូលយើងទៅបាញ់ធ្វើសង្គ្រាមបានអញ្ចឹងណាវាស្រួលយល់ហាត់នេះគឺជាវគ្គដើម្បីបំលែងខ្លួនចំណែកកោសិកាផ្សេងៗដើម្បីបង្កើតចេញជា sperm អញ្ចឹងវាអាចបញ្ចេញពី spermy បន្តមកទៀត spermatozoid តាមវគ្គដែលយើងរៀនការបន្តពូជអញ្ចឹងវាមានមេរៀនផ្សេងទៀតអញ្ចឹងណាអញ្ចឹងនៅក្នុងការបន្តពូជរបស់ការបន្តពូជនៅក្នុងប្រដាប់បន្តពូជរបស់មនុស្សប្រុសគេហៅថា male reproductive system ហ្នឹងគឺវាមានតែប៉ុណ្្នឹងឯងអញ្ចឹងអ្នកនរគ្នាមិនបាច់ទៅចាំអាកន្លែងនេះខ្ញុំប្រាប់ថាអានេះត្រូវមាន cell នេះ hormone នេះយើងមិនទាន់បាច់រៀនទេចាំពេលទៅមុខទៀតចាំយើងរៀនដល់ហ្នឹងយើងដឹងហ្មងតែយើងគ្រាន់តែដឹងថាក្នុងការបង្កកំណើតឬក៏ការផលិត sperm ហ្នឹងត្រូវមាន cell Leydig cell ហ្នឹង Sertoli cell ហ្នឹងវាចូលរួមដើម្បីបង្កើតជា hormone បង្កើតជាមេជីវិតបានអញ្ចឹងយើងត្រូវដឹងហើយមេរៀននេះក៏វាមិនសំខាន់ណាស់ណាដែរអ្នកនរគ្នាគ្រាន់តែដឹងទៅថា nerve ឬក៏ខ្សែឈាមឬក៏កន្លែងលឹងនេះវាមិនបានទៅជាអញ្ចឹង erection action ឬក៏ការបង្រិតមៀតឬក៏ការថយមៀតរបស់លឹងហ្នឹងដោយសារអីគឺដោយសារតែសាច់ដុំនេះឯងដែរបើសំដុំជាលិកានេះឯង erection erectile tissue នេះឯងអញ្ចឹងយើងដឹងតែប៉ុណ្្នឹងបានតែហើយប៉ុន្តែកន្លែងនេះយើងត្រូវដឹងព្រោះដោយសារពេលយើងរៀនពីជំងឺទៅយើងដឹងដូចថាជំងឺហ្នឹងត្រូវ scan មើលនេះត្រូវនេះហើយមួយទៀតខ្ញុំប្រាប់អ្នកគ្នាអាកន្លែងដែលគេចងមេជីវិតឬក៏ពន្យាជួបឲ្យពន្យាកំណត់របស់លោកគឺគេចងកន្លែងនេះឯងគេចងកន្លែងបំពង់បង្ហូរមេជីវិតហ្នឹងដែលយើងហៅថា different
does ថ្ងៃ different ដែរហ្នឹងចងទៅគឺយើងនៅបញ្ចេញទៅកម្មបណ្ដែរប៉ុន្តែទៅកម្មហ្នឹងគឺអត់មានមេជីវិតទេអញ្ចឹងគឺធ្វើឲ្យមនុស្សស្រាប់មានកូនទេអញ្ចឹងបើសិនជាយើងជ្រើសរើសមធ្យោបាយយើងកំណត់សម្រាប់មនុស្សប្រុសគឺគេចងកន្លែងហ្នឹងឯងគេមិនទៅអាត់បងស្វះចោលទេគឺគេចងកន្លែងហ្នឹងណាអូខេអញ្ចឹងអានេះមានតែប៉ុណ្ណឹងហើយអ្នកគ្នាចាំពាក្យទៅយើងដឹងហ្មងថាកន្លែងនេះគឺជាបំពង់ណាដល់ពេលទៅរៀនពាក់ព័ន្ធមួយជំងឺទៅយើងដឹងថាអាលេខផ្លប់នោមកន្លែងនេះprostate វាទៅទៀតកន្លែងនេះយើងដឹងហ្មងអូខេអញ្ចឹងនៅក្នុងមេរៀនហ្នឹងគឺមានតែប៉ុណ្ណឹងទេដោយសារតែខ្ញុំរៀនពីថ្នាក់បេអងដែរគឺវាមានច្រើនជាងនឹងពាក់ព័ន្ធជាមួយនឹងអីលំអិតជាងនឹងទៀតប៉ុន្តែខ្ញុំអត់ចង់ឲ្យអ្នកគ្នាគិតដល់លំអិតកម្រិតហ្នឹងឯងឲ្យអ្នកគ្នាដឹងពី the whole picture anatomy ប៉ុណ្ណឹងសិនអញ្ចឹងបើសិនជាខ្ញុំបញ្យល់ទៅមានកន្លែងណាខុសឆ្គងពីអ្វីដែលអ្នកគ្នារៀនអាច comment ក្នុងវីដេអូខ្ញុំបានដើម្បីកែសម្រួលឬក៏ចែករំលែកចំណេះដឹងទាំងអស់គ្នាបាយជួបគ្នាវីដេអូក្រោយទៀត